ហើយថ្ងៃនោះវាក៏មានរឿងមិនល្អកើតឡើងលើខេដេភ្លាមព្រោះនៅពេលដែលអាស៊ូមិនបានមករកនាងនៅផ្ទះភ្លាមវាក៏មានចោរមករកនាងដល់មុខផ្ទះព្រមទាំងចូលប្រាប់ថានាងមែនឬអត់ដែលមួយរយៈនេះឃើញលោកភូឆាន់នៅក្នុងទីក្រុងតើបានកម្រៃខ្លះឬអត់បើបានមកចែកគ្នាបន្តិចទៅកុំស្ទាក់ស្ទើរឲ្យរហ័សរហួនបន្តិចបើមិនចឹងទេនៅស្លាប់ខេដេបញ្ញាប់ស្រែកមកទំភឹងហៅឲ្យគេមកជួយតែនៅកណ្ដាលព្រៃបែបនេះមានអ្នកណាទៅមកជួយនាងនោះចម្លើយនោះគឺនីណាទោះនាងទូចល្អិតតែកម្លាំងរបស់នាងច្រើននីណាប្រើវេទមន្តខ្យល់ដើម្បីរុញច្រានចោលពេលដែលបានឃើញថាអំពើរបស់ទេវអប្សរនេះណាខេដេនឹងគិតថាវាអស្ចារ្យតែពេលនេះមិនមែនជាពេលត្រូវស្ញើអសរទេព្រោះនាងត្រូវតែរត់សិនខេដេក៏បានប្រាប់នីណាថាម្នាក់នឹងមានគ្រោះថ្នាក់ខ្លាំងណាស់នីណាបញ្ញាប់រត់សិនទៅនាងនឹងឡើងទៅយកលុយនៅក្នុងផ្ទះហើយនឹងរត់ដែរនាងបញ្ញាប់ទៅយកលុយហើយរត់ទៅរករេយំទឹកភ្នែកទឹកសម្បោរទៅរកតែម្ដងរេពិតជាព្រួយបារម្ភខ្លាំងណាស់បានបញ្ជាឲ្យកូនចៅទៅនៅចាំការពារផ្ទះរបស់ខេដេហើយមួយរយៈនេះក៏ចង់ឲ្យខេដេមកនៅផ្ទះរបស់នាងសិនរហូតតតែយើងរកទេសកលដែលពេញចិត្តបានពេលដល់និយាយដល់ពាក្យថាទេសកលខេដេក៏បានបដូរទឹកមុខបដូរអាកប្បកិរិយាភ្លាមរហូតរេឆ្ងល់ថាខេដេកាត់អីទៅខេដេប្រាប់ថាអារម្មណ៍របស់នាងដែលមានទៅកាន់ទេសកលវាមិនសូវល្អប្រមាណវាមើលទៅដូចយើងនឹងជន់ឈ្លីគេមិនក៏មិនដឹងដែររេក៏ប្រាប់ថាតាមការពិតទៅអ្នកម្រាដែលនៅចិត្តខេដេនឹងក៏ជាទេសកលដែរខេដេឡើងភ្ញាក់ផ្អើលពិតមែនអីរេក៏ប្រាប់ថាពិតមែនហើយទេសកលពេលខ្លះមនុស្សយើងធ្វើខុសរហូតបានត្រូវខ្លាចជាទេសកលហើយទេសកលដែលស្ម័គ្រចិត្តធ្វើជាទេសកលដើម្បីរកលុយមកចិញ្ចឹមកាពះហើយនិយាយបានថាទេសកលគឺជាអាជីពមួយរបស់ពួកគេក៏ថាបានដែរឥឡូវនេះខេដេនៅគិតថាពាក្យថាទេសកលអាក្រក់មើលទៀតអត់ខេដេប្រាប់ថាអត់ទេដោយហេតុនេះដែរបានជារេនាំខេដេទៅរកទេសកលដែលលុយរបស់នាងនៅពេលនេះមានឡើង30000ជាងដោយអ្នកលក់ទេសកលនឹងក៏សួរថាចង់បានទេសកលបែបម៉េចខេដេប្រាប់ថាសុំបែបខ្លាំងពូម្នាក់នោះក៏ប្រាប់ថាបានតើឲ្យរកមកឲ្យសាច់ដុំដាំងខេដេក៏ប្រាប់ថាឈប់សិនចង់បានអ្នករឹងមុំក៏ពិតមែនប៉ុន្តែបើឲ្យមនុស្សប្រុសទៅនៅជាមួយគ្នានាងជាមនុស្សស្រីវាមិនសមទៅបានជាអ្នករត់ទេសកលនឹងទៅរកអ្នកខ្លាំងមកឲ្យដោយមនុស្សស្រីទី1គឺជាជាមបកាយវេទមន្តណាស់ចំណែកម្នាក់ទៀតជាឆ្មានេះរហ័សរហួនបំផុតក្នុងចំណោមទេសកលហើយខេដេនឹងក៏មិនទាន់យល់ស្របដែរមើលទៅវាគួរឲ្យស្រឡាញ់គួរឲ្យខ្ជិលខ្លាំងពេកខេដេចង់បានរឹងមាំបែបធម្មតាតែរកទេសកលនឹងប្រាប់ថាទោះបីនាងប្រាប់អញ្ចឹងតែអ្នកខ្លាំងអីនោះមិនសូវមានពិតមែនតែរេក៏បាននិយាយជាមួយនឹងអ្នករកទេសកលថាតាមការពិតទៅនឹងមានជំរឿផ្សេងដែលមិនទាន់យកមកណែនាំខ្លួនទេមែនឬអត់អ្នករកទេសកលក៏ប្រាប់ថាពិតមែនហើយប៉ុន្តែភាគច្រើនសុទ្ធតែជាផលិតផលដែលមានបញ្ហារេប្រាប់ថាទៅយកមកឲ្យមើលបន្តិចពូអ្នករកទេសកលនឹងក៏ត្រូវតែទៅយកមកឲ្យព្រោះខ្លាចរេរហូតអ្នករកទេសកលនឹងយកឆ្កែចចកចេញមកដោយចចកម្នាក់នេះដែរគឺរឿងមុំខ្លាំងមែនទែនពូនឹងក៏ប្រាប់ថាប៉ុន្តែនាងម្នាក់នេះមានបញ្ហាការពីអតីតនាងដុតភូមិឡើងខ្ទេចខ្ទីអស់ហើយធ្លាប់មានមនុស្សជួលនាងហើយក៏យកមកវិញដូច្នេះហើយមិនណែនាំឲ្យយកទៅទេប៉ុន្តែនៅសុកចចកបានសម្រុកចូលទៅរកខេដេប្រាប់ថាមានក្លិនទេវអប្សរដែររេភ្ញាក់ផ្អើលខ្លាំងមែនទែនព្រោះខ្លាចថាទេសកលម្នាក់នេះធ្វើអីខេដេក៏ភ្ញាក់ផ្អើលដែរនាងម្នាក់នេះធុំក្លិនរបស់ទេវអប្សរដែរហើយទោះបីជានាងមានប្រវត្តិមិនល្អប៉ុន្តែខេដេបែរជាគិតថានាងមិនបានអាក្រក់ទេទើបបានជាសួរថានាងឈ្មោះអីនាងក៏ប្រាប់ថាខារូដេណូខេដេក៏បានសម្រេចចិត្តទិញខារូដេណូរេនិងលពូភ្ញាក់ផ្អើលខ្លាំងណាស់ប៉ុន្តែខេដេក៏នៅតែបញ្ជាក់ដដែលថានឹងទិញពេលបង់លុយរួចរាល់ហើយរេក៏បានប្រាប់ថាបើទេសកលម្នាក់នេះធ្វើរឿងមិនល្អអាចប្រាប់ខ្ញុំបានខ្ញុំនឹងបញ្ញាប់មកមើលថែភ្លាមប៉ុន្តែពេលនេះសូមខ្លួនទៅសិនណាព្រោះជាប់ភ្ញៀវនិយាយរួចនាងក៏បានទៅធុរៈរបស់នាងចំណែកខេដេក៏បាននាំខារូដេណូត្រឡប់ទៅផ្ទះដើម្បីកាត់សក់ធ្វើឲ្យខារូដេណូមើលមកពេលនេះគឺស្អាតបន្តិចរួចហើយក៏បានរបួលនាងមកញ៉ាំបាយជាមួយហើយបាយនឹងអត់មានបាយទេសុទ្ធតែនំប៉័ងហើយខារូដេណូនឹងក៏អត់ជំទាស់អីទេទៅស្វែងយកងាប់ធ្វើឲ្យខេដេសួរថាខារូដេណូញ៉ាំច្រើនមែនខារូដេណូប្រាប់ថានឹងហើយអត់បានទេមែនខេដេប្រាប់ថាមិនមែនមិនបានទេប៉ុន្តែអាហារយើងអស់ហើយពេលញ៉ាំរួចយើងចូលទៅក្នុងទីក្រុងទៅទិញរបស់ខារូដេណូក៏បានចូលព្រមទៅជាមួយនំប៉័ងគឺជារបស់ដែលពួកគេត្រូវទិញតែខេដេគិតថាទិញតែនំប៉័ងទៅញ៉ាំវាធុញណាស់ទើបគិតចង់ទិញអីផ្សេងទៅញ៉ាំខណៈពេលនោះដែរខេដេក៏បានសង្កេតឃើញខារូដេណូមើលទៅតូបលក់សាច់អាំងមិនព្រិចភ្នែកសោះទើបបានជាខេដេសួរថាចង់ញ៉ាំឬទេហើយមើលទៅខ្សែភ្នែករបស់នាងក៏ដឹងដែរថាចង់ញ៉ាំទើបបានជាខេដេទិញឲ្យ10ចង្កាក់ខារូដេណូនឹងពិតជាសប្បាយចិត្តខ្លាំងណាស់ទើបបានជាខេដេសួរថារវាងនំប៉័ងហើយសាច់ថាខារូដេណូនឹងចូលចិត្តអីនាងក៏បានឆ្លើយភ្លាមទៅចូលចិត្តសាច់ខេដេដើមដើរសើចម្នាក់ឯងបណ្ដាព្រោះនាងឆ្លើយមិនទាន់គិតទេខារូដេណូក៏បានសួរខេដេថាតើនាងគួរធ្វើអីខ្លះខេដេទិញខ្ញុំមកធ្វើអីខេដេក៏បាននិយាយរៀបរាប់រឿងគ្រប់យ៉ាងប្រាប់ខារូដេណូ
ចង់ឲ្យ Carolina នឹងការពារនាងបន្តិចនាងក៏ប្រាប់ថាអត់មានបញ្ហាទេធ្វើឲ្យមុនត្រឡប់ទៅផ្ទះទាំងពីរនាក់ក៏បានចូលទៅទិញអាវុធសម្រាប់ប្រើប្រាស់ Carolina បានឃើញដាវមួយដ៏ធំនាងពិតជាចង់បានណាស់តែ Kaede ក៏បានហាមមិនឲ្យទិញព្រោះរូបភាពនឹងផុសចូលក្នុងខួរក្បាលរបស់នាងហើយបានឃើញថាពេលដែល Carolina ប្រើការវាយប្រហារទៅកាន់សត្រូវវានឹងត្រូវនាងដែរព្រួយមួយបាញ់បានចាប់ពីធ្វើឲ្យ Carolina នឹងត្រូវទិញដាវធម្មតាមកវិញពេលដែលត្រឡប់ទៅផ្ទះ Kaede ក៏បានឲ្យ Carolina ជួយដងទឹកឲ្យព្រោះនាងនឹងធ្វើ potion ទៀតពេលដែលបានឃើញការធ្វើ potion របស់ Kaede Carolina ពិតជាភ្ញាក់ផ្អើលណាស់ព្រោះតែមិនដែលឃើញអ្វីបែបនេះពីមុនមកសោះតែក៏មិនបានសួរអ្វីច្រើនដែរ Kaede ក៏បានប្រាប់ឲ្យ Carolina យក potion ដាក់ចូលកាបូបឲ្យនាងនៅពេលដែល Carolina បើកកាបូបរបស់ Kaede នាងក៏បានឃើញគម្ពីរការធ្វើ potion របស់ Kaede ទៅបានជាសួរថានេះគឺជាសភៅអីទៅនិយាយបណ្ដើព្រមទាំងបានទាញយកសភៅនោះមកបើកអានបណ្ដើ Kaede ក៏បានប្រាប់ថាសភៅមួយនោះវាជារបស់ដែលសំខាន់ខ្លាំងណាស់ឲ្យមកនាងវិញ Carolina នឹងក៏មិនមានបញ្ហាអីដែរនឹងឲ្យទៅវិញហើយសួរថាសភៅនេះសំខាន់ដល់ថ្នាក់នឹងផងអីព្រោះតាមដែលនាងបើកមើលនឹងឃើញតែกระดาษពណ៌សស្លែតនឹងអត់មានអីសោះ Kaede លើកហើយឆ្ងល់ខ្លាំងមែនទែនទើបបានជាបើកមើលហើយបានឃើញថាវានៅមានតើនៅដដែលមានបាតណាមានទំព័រដែលសេរ potion ដដែលទើប Kaede យកទៅសួរ Carolina ថា Carolina តើទំព័រមួយនេះមានអីខ្លះ Carolina ក៏ប្រាប់ថាអត់ឃើញអីទេមានតែกระดาษពណ៌សស្លែតធ្វើឲ្យនៅពេលនេះ Kaede នឹងស្វាងដូចខ្មោច7ថ្ងៃអញ្ចឹងព្រោះអ្នកដឹងទិន្នន័យរបស់គម្ពីរមួយនេះគឺមានតែនាងតែម្នាក់គត់ហើយអ្នកដែលធ្វើ potion ដូចនាងបានគឺមានតែនាងតែម្នាក់គត់ដូចគ្នាបើអញ្ចឹងមិនផ្អែមយើងហើយធ្វើឲ្យនៅថ្ងៃបន្ទាប់ Carolina ក៏បានបង្ហាញស្នាដៃរបស់នាងព្រមអំឡុងពេលដែល Kaede កំពុងតែបើកតូបលក់អីវ៉ាន់របស់នាងមានមនុស្សម្រោគរឿងដែលបានសួរ Kaede ថាតើនរណាឲ្យឯងមកបើកតូបលក់នៅទីនេះបើចង់បើកលក់នៅទីនេះត្រូវតែបង់ថ្លៃពួកយើងបងតាមស្រួលមកបើមិនចង់ឈឺខ្លួនព្រមតែបានចាប់ច្បួចកោះអាវរបស់ Kaede Carolina ខឹងខ្លាំងមែនទែនចាប់វាទុកឲ្យប្រាប់ថាលេយលឿនកម្លាំងរបស់ Carolina ខ្លាំងមែនទែនធ្វើឲ្យល្អិតនឹងស៊ូនាងមិនបានទៅប្រញាប់ដើរចេញទៅព្រមទាំងបានប្រាប់ថាបញ្ញាសិនចោះឲ្យស្មានណាមកយកហើយម្ដងនេះដែរវាធ្វើឲ្យ Kaede ធូរទ្រូងខ្លាំងមែនទែនដែលមាន Carolina នៅក្បែរ Carolina ក៏ប្រាប់ថាចាប់ពីពេលនេះតទៅកុំព្រួយបារម្ភអីព្រោះតែនាងមានខ្ញុំនៅក្បែរហើយតែនិយាយទៅ Kaede អត់គិតនឹងលក់ឲ្យ potion ខ្លះទេអី Kaede ប្រាប់ថាលក់បានតែគ្រឿងក្រៅផ្សាយផ្សំអីវាមិនមានសោះវានៅខ្វះស្លឹកអាអូគិរី Carolina ប្រាប់ថាស្លឹកអាអូគិរីរកបានទូទៅនឹងបើឲ្យខ្លាចរឿង monster កុំខ្លាចអីព្រោះតែនាងមានខ្ញុំនៅក្បែរហើយធ្វើឲ្យ Kaede ទៅនឹងឃើញថាពិតមែនតើពេលនេះយើងមានអង្គរាហើយអាចចូលព្រៃបានហើយអញ្ចឹងស្អែកនេះឬខាងស្អែកយើងចូលព្រៃទៅរកស្លឹកអាអូគិរីទៅ Carolina បានឆ្លើយថាគ្រាន់តែ Kaede ប្រាប់មកនាងរីករាយនឹងទៅរកមកឲ្យ Kaede ក៏ប្រាប់ថាអញ្ចឹងចាប់ផ្ដើមស្អែកនេះទៅធ្វើឲ្យនៅព្រឹកថ្ងៃបន្ទាប់ Kaede លុបមុខលុបមាត់ដើម្បីត្រៀមខ្លួនចេញធ្វើដំណើរ Dina ក៏ចូលមកដើម្បីរាក់ទា Kaede ដោយសារតែខានជួបគ្នាយូរណាស់ហើយព្រោះមាន Carolina មកនៅជាមួយ Kaede ក៏ប្រាប់ថាមិនបាច់ខ្លាច Carolina ទេ Carolina គឺជាមនុស្សល្អនាងជាអង្គរាបតខ្លួននេះជាមនុស្សល្អខ្លាំងណាស់ហើយបើមានឱកាសនីណាបង្ហាញមុខមកឲ្យនាងឃើញខ្លះទៅហើយនៅថ្ងៃនេះ Kaede និង Carolina នឹងចេញទៅខាងក្រៅអត់បាននៅផ្ទះមួយថ្ងៃប៉ុន្តែនឹងទុកនំប៉័ងឲ្យកុំភ្លេចណានីណាយកទៅញ៉ាំផងនីណាឮថានឹងមានរបស់ញ៉ាំនាងពិតជាសប្បាយចិត្តណាស់ក្រោយមក Kaede និង Carolina ក៏បានជិះសេះចាកចេញពីរាជធានីហើយទេសេះនឹងទៅដល់តែមុខខ្លោងទ្វារទេ Kaede នឹងពិតជារំភើបចិត្តខ្លាំងណាស់មិនដឹងថាមានដែរ Carolina ក៏ចម្លែកចិត្តដែលចំណេះដឹងទូទៅបែបនេះ Kaede ក៏នៅតែមិនដឹង Kaede នឹងអៀនមុខលងក្រហមប្រាប់ថាដឹងតែមកយើងវាល្ងងខ្លួនឯងនឹង Carolina ក៏បានលួងលោមនាងទៅប្រាប់ថាណ៎ហើយចោះមនុស្សយើងគ្រប់គ្នាក៏មានរឿងដែរមិនដឹងដូចគ្នាដែរងាយរួយទាំងពីរនាក់ក៏បានដើរចាកចេញមកពីខ្លោងទ្វាររាជធានី Kaede នឹងរំភើបខ្លាំងណាស់ព្រោះខានចេញធ្វើដំណើរមកខាងក្រៅបែបនេះយូរណាស់ហើយពិភពលោកនៅខាងក្រៅពិតជាស្រស់ស្រាយខ្លាំងណាស់បើសិនបានមកពេលនេះគឺល្អណាស់ព្រមនោះដែរ Kaede ក៏បានលឺសំឡេងអ្វីមួយសំឡេងមកពីចម្ងាយហើយនោះគឺជាបាសេដូចនឹងសេរីរ៉ាន់ជីធ្លាប់ប្រយុទ្ធជាមួយធ្វើឲ្យ Kaede ភ្ញាក់ផ្អើលខ្លាំងមែនទែនប៉ុន្តែនៅពេលនោះ Carolina ក៏បានចាប់ជើងវាទុកហើយចាប់បំបោកនឹងដីតែប៉ុណ្្នឹងទេងាយ Kaede នឹងក៏ឆ្ងល់ខ្លាំងមែនទែនហេតុអីចាប់លឿនម្ល៉េះពេលជាមួយសេរីនឹងរ៉ាន់ជីហេតុអីក៏យូរពិបាកយ៉ាងហ្នឹងពេលនេះនោះ Kaede នឹងដឹងហើយថា Carolina រឹងមាំប៉ុណ្ណា Carolina ប្រាប់ថាពីត្រង់នេះចូលក្នុងព្រៃវាឆ្ងាយខ្លាំងណាស់ Kaede ឡើងជិះខ្នងមកចាំខ្ញុំនាំរត់ Kaede យល់ព្រមទៅបានជា Carolina លើក Kaede ឡើងជិះនៅលើខ្នងមុននឹងប្រញាប់រត់ទៅខាងមុខចូលមកខាងក្នុងព្រៃទាំងពីរនាក់រត់លេងសប្បាយខ្លាំងមែនទែនដល់ពេលចូលមកក្នុងព្រៃភ្លាម Carolina និង Kaede នឹងចាប់ផ្ដើមលេងសប្បាយហើយព្រោះក្រៅពីមានរុក្ខជាតិឬថ្នាំដែលនាងមិនស្គាល់ហើយវានៅមានដង្កូវដ៏ធំប៉ុណ្ណកដៃ Kaede ឃើញហើយឡើងព្រឺឆ្អឹងខ្នង Carolina ក៏ប្រាប់ថាកុំខ្លាច
គ្រាន់តែជាដង្កូវហ្នឹងវាមិនខំយើងដល់ថ្នាក់ស្លាប់ទេខេដេនឹងប្រាប់ថាមិនមែនរឿងថាវាខំដល់ងាប់ទេគ្រាន់តែថាវាខ្លាចក្រោយមកទាំងពីរនាក់ក៏ចេញធ្វើដំណើរដើម្បីតាមរកស្លឹកអាគីរីប៉ុន្តែក៏មិនឃើញសោះតែពេលនោះដែរខារូរីណូក៏បានឮសំឡេងអ្វីមួយឮពីចម្ងាយនាងមានអារម្មណ៍ថាមាននរណាម្នាក់កំពុងតែរងការវាយប្រហារខារូរីណូបាននាំខេដេឡើងលើដើមឈើដើម្បីរងចាំមើលថាមានរឿងអ្វីកើតឡើងភ្លាមនោះដែរនាងក៏បានឃើញជ្រូកព្រៃកំពុងតែដេញបងប្អូន3នាក់ចេញមកខារូរីណូក៏បានសួរខេដេថាគិតមិនល្អខេដេគិតថាមិនអាចបណ្ដោយបែបនេះបានទៅទៀតនោះទេយើងចាំបាច់ត្រូវតែជួយដល់ពេលខេដេនិយាយបែបនេះហើយខារូរីណូក៏បានលោតទម្លាក់ចុះទៅដើម្បីយកដាវដែលនាងទិញមកនោះចាស់កណ្ដាលក្បាលជ្រូកព្រៃនោះធ្វើឲ្យឈ្នះបានយ៉ាងងាយស្រួលពេល3នាក់បងប្អូនរួចផុតពីគ្រោះថ្នាក់ក៏បានអរគុណពួកគេទាំងពីរនាក់តែពួកគេក៏មានរបួសទិញទួចដែរខេដេក៏បានយកភោជន៍ទៅជួយព្យាបាលពួកគេខារូរីណូក៏បានសួរខេដេថាតើធ្វើមិននឹងជ្រូកព្រៃមួយនេះខេដេក៏មិនដឹងដែរថាគួរធ្វើម៉េចតែ3នាក់បងប្អូននោះប្រាប់ថាជ្រូកព្រៃនេះបើសិនពួកយើងយកទៅលក់នៅគៀលគឺលក់បានថ្លៃណាស់ខេដេប្រាប់ថាយើងយល់តែប៉ុន្តែដែលពួកយើងមកនេះដើម្បីមកតាមរកស្លឹកអាអូគីរីពេលនេះរមមិនទាន់បានទេ3នាក់បងប្អូននោះឆ្ងល់ខ្លាំងណាស់ឃើញថាខ្លាំងពូកែដល់ថ្នាក់នឹងស្មានតែមកប្រមាញ់អីតាមការពិតមកបេះថ្នាំសោះចឹងយកចេះចោះចាំពួកយើងជួយរកថ្នាំអាអូគីរីហើយយកទៅឲ្យនៅថ្ងៃក្រោយហើយពួកយើងពេលនេះយើងមានវេទមន្តលើករបស់បានចាំពួកយើងជួយលើកជ្រូកព្រៃទៅគៀលឲ្យល្អអត់ពួកយើងមិនសុំចំណែកអីទេគ្រាន់តែសុំថ្លៃដឹកជញ្ជូនប៉ុណ្ណឹងបានហើយខេដេគិតថាជាសំណើមួយដែលល្អខ្លាំងណាស់ទើបបានជាយល់ព្រមពេលមកដល់ហើយខេដេនឹងឲ្យលុយ3នាក់បងប្អូននឹងច្រើនខ្លាំងណាស់បានមក6900ខេដេឲ្យគេទៅឡើង3000បាត់ហើយទៅ3នាក់បងប្អូននឹងជប់លៀងដើម្បីជាការអរគុណខេដេព្រមទាំងបានប្រាប់ថាចង់ញ៉ាំអីក៏មកបានតាមចិត្តមិនបាច់ក្រែងចិត្តពួកយើងទេអញ្ចឹងខារូរីណូក៏មិនក្រែងចិត្តអីដែរនាងចង់ញ៉ាំអីនាងក៏មកយកទាំងអស់ពេលដែលទទួលទានអាហារពេលល្ងាចរួចហើយ3នាក់បងប្អូនក៏បានប្រាប់ថា3ថ្ងៃទៀតពួកយើង3នាក់បងប្អូននឹងទៅរកស្លឹកអាគីរីមកឲ្យពួកគេនៅគៀលរួចហើយពួកគេក៏បានបំបែកគ្នាពេលដែលខេដេនិងខារូរីណូត្រឡប់មកដល់ផ្ទះហើយរ៉េក៏បានមករកដល់ផ្ទះព្រមទាំងបានប្រាប់ថាមានរឿងចង់ពឹងខេដេតែពេលដែលខារូរីណូឃើញមុខរបស់រ៉េនាងមានការមិនពេញចិត្តភ្លាមខេដេព្យាយាមដោះសារប្រាប់ថាខារូរីណូគេជាមនុស្សចឹងឯងតាមធម្មតាគេមិនសូវនិយាយទេរ៉េក៏បាននិយាយថាល្អណាស់ដែលមើលទៅទាំងពីរអ្នកស្និទ្ធស្នាលលឿនបន្ទាប់មករ៉េក៏បានចូលសាច់រឿងគោលរបស់នាងគឺរ៉េចង់ឲ្យខេដេបង្កើតភោជន៍ឲ្យធ្វើឲ្យច្រើនតាមដែលខេដេអាចធ្វើបានព្រោះនាងនឹងយកទៅប្រើចេញធ្វើភារកិច្ចម្ដងនេះសម្រាប់រឿងតម្លៃអីគិតប៉ុណ្ណាក៏គិតទៅអត់មានបញ្ហាអីទេតែខេដេនឹងប្រាប់ថាបើឲ្យខ្ញុំទៅគិតលុយពីរ៉េធ្វើមិនបានទេរ៉េក៏ប្រាប់ថាមិនគិតលុយមិនបានវាក្រែងចិត្តយូរអញ្ចេះអត់ខេដេចង់បានអីអត់ចង់បានអីក៏បានដែរនាងនឹងរកមកឲ្យមិនមែនលុយក៏បានពេលនោះខារូរីណូក៏បាននិយាយថាបានណឡៃធ្វើបានណឡៃឲ្យទៅព្រោះតែខេដេមានរឿងជាច្រើនទៀតដែលនាងត្រូវស្វែងយល់ពេលឮបែបនោះហើយរ៉េក៏ប្រាប់ថាខេដេអានសៀវភៅបាននៅមានអីទៀតដែលត្រូវរៀនខារូរីណូឮបែបនោះហើយគឺក្តៅឆេវតែម្ដងខេដេបានចូលមកហាមដោយប្រាប់ថាសម្រេចតាមនឹងចុះយកបានណឡៃក៏បានដែររ៉េក៏បានដកដង្ហើមធំហើយប្រាប់ថាបើខេដេត្រូវការតាមនឹងក៏បានដែរចាំនាងមកទទួលភោជន៍ម្ដងទៀតណាថ្ងៃនេះលេងសិនហើយជួបគ្នាថ្ងៃក្រោយ